រឿងស្នាមត្រាស្នេហាភាគទី11 Anything for you Rebecca មើលលុយក្នុងដៃដោយអារម្មណ៍រស័ព្ទរសល់គួរឲ្យផ្លាច់ដែលលុយនេះតិចតួចណាស់ពេលធៀបនឹងលុយដែលធ្លាប់ទទួលតែវាបែរជាធ្វើឲ្យនាងមានមោទនភាពលុយដែលបានមកនេះជាថ្លៃឈ្នួលធ្វើការដែលមេការឲ្យបន្ទាប់ពីនាងលាងចានរួចរាល់ដែលចានមានមិនប៉ុន្មានប៉ុណ្ណោះបើថាទៅចំនួនលុយនេះវាច្រើនជាងការងារដែលធ្វើទៅទៀតចំណែកអ៊ីកឬគិតហើយក៏អត់អស់សម្ដេចមិនបានគេមិនចេះប្រើម៉ាស៊ីនកាត់ស្មៅមើលទៅមួម៉ៅតិចតួចប៉ុន្តែបែរជាចូលចិត្តទៅវិញនេះនៅនិយាយផងថាចង់ទិញម៉ាស៊ីនកាត់ស្មៅតែឈប់សិនពេលនេះអានត្រោះនៅបន្ទប់ឈុតមិនអញ្ចឹងហើយអ៊ីកចង់ទិញម៉ាស៊ីនកាត់ស្មៅទៅធ្វើអីហើយដែលគួរផ្លាច់មួយទៀតគឺមេផ្ទះនឹងស្រីបំរើទាំងឡាយមិនបានសង្ស័យអីបន្តិចថានាងជាអ្នកនាងរបស់ផ្ទះនេះគ្រាន់តែពាក់សក់ឲ្យផ្លាស់ប្ដូរការតបតែងខ្លួនប៉ុណ្ណោះចាំគ្នាមិនបានមែនឬចាប់ផ្ដើមយល់ឲ្យថាហេតុអីបានជាស្នៀតនេះមានការនិយមសរសេរក្នុងរឿងកុនម្លេះទៅបន្ទប់វិញទៅអ៊ីកប្រាប់គេចង់ឲ្យនាងទៅបន្ទប់ឈុតស្ទើរដាច់ខ្យល់ខ្លាចនាងបដូរចិត្តមិនព្រមត្រឡប់ទៅវិញប្រាប់តាមត្រង់ថាមុននេះខ្លាចថានាងមិនព្រមត្រឡប់ទៅវិញជាមួយគេប៉ុន្តែមើលទៅនាងក្រមុំមិញមៀងចំពោះរឿងដែលកាត់ឡើងសង្ស័យស្លាប់ដល់គ្រប់គ្នានៅក្នុងផ្ទះចាំមិនបានថាជាអ្នកណាទៅព្រមដើរតាមគេទាំងសោកសៅនាងងក់ក្បាលអារម្មណ៍នៅក្នុងចិត្តវារញ្ជួយយ៉ាងម៉េចក៏មិនដឹងនេះគ្មានអ្នកណាចាំនាងបានម្នាក់ទេឬអ្នកដែលធំធាត់នៅក្នុងផ្ទះនេះតែគ្រប់គ្នាបែរជាចាំនាងមិនបានគិតហើយទឹកភ្នែកក៏ចង់ហូរចង់សេរឿងនេះឲ្យវារញ្ជួយផាន់ដីមែនតែនឲ្យចឹងឡើងបន្ទប់ទៅអ៊ីកសប្បាយចិត្តរហ័សគៀងនាងចូលបន្ទប់ហើយក៏ជូតញើសចេញពីថ្ងាសដកដង្ហើមធំធូរទ្រង់ខ្សាក់រួចពីងាប់ឲ្យអញដំបងគិតថាប្រហែលមិនសំណាងល្អដូចមុនបារីបេកាមិនព្រមមកវិញចវាយច្បាស់ជាលេងគេឲ្យងាប់គិតហើយគេក៏លុកយកលុយដែលមានចំនួនតិចតួចពីហោប៉ៅខោមកមើលចំនួនហើយញញឹមវាមិនបានត្រឹមកំតិចលុយប្រាក់ខែដែរបានមកពីអានត្រោះផងតែវាធ្វើឲ្យមានមោទនភាពពេលនេះមើលឃើញផ្លូវបន្ទាប់ពីលាឈប់ពីការងារជាមនុស្សចំណិតរបស់ចវាយបានហើយធ្វើជាអ្នកថែសួនក៏គួរឲ្យសប្បាយដែរក្រៅពីបានសាក់ម៉ាស៊ីនកាត់ស្មៅហើយអាចទៅជួយយន្តហីដាំផ្កាទៀតផងអញកាត់អីអានត្រោះត្រឡប់មកដល់បន្ទប់ឈុតដោយមិនឲ្យសូមិនឲ្យសៀងកែសួរពេលឃើញមនុស្សចំណិតក្តាប់លុយក្នុងដៃហើយញញឹមញញែមម្នាក់ឯងលុយមិនគ្រប់ចាយឬកែសួរប្រុសលុយដែលកូនចៅកាន់មិនមែនជាលុយដែលមានចំនួនច្រើនអូអត់ទេអ៊ីកទាញស្មារតីមកវិញហើយញញឹមដាក់ចវាយនឹងរាយការណ៍រឿងរីបេកាថ្ងៃនេះនាងរីបេកាត្រឡប់ទៅផ្ទះហើយមេកាយកច្រឡំហើយយើងទៅសុំធ្វើជាអ្នកបម្រើនៅទីនោះទៅឲ្យសាឡបងការងារបន្តិចបន្តួចនិយាយបណ្ដាអ៊ីកក៏សាច់បណ្ដាធ្វើឲ្យអានត្រោះញញឹមតាមហើយអ្នកផ្ទះនោះមិនដឹងទេឬថាបេកាទៅមិនច្បាស់ដែរតែគ្មានអីខុសពីធម្មតានាងទៅលាងចានហើយបានប្រាក់ថ្លៃការងារមើលទៅស្លុតណាស់អ៊ីកសាយទៅអានត្រោះសាច់ក្អាកអាយគិតរូបភាពប្រពន្ធខ្ញុំធ្វើមុខស្លើចាញ់ហើយអានត្រោះអស់សំណាចបែបនេះមើលទៅរីបេការៀងចាននឹងការទៅធ្វើការនៅផ្ទះខ្លួនឯងយូរទៅម្ដងហើយពេលនេះនៅក្នុងបន្ទប់ឬគេសួរចង់ឃើញមុខភេជាសឹងស្លាប់ទៅហើយខានជួបគ្នាមិនប៉ុន្មានម៉ោងតែមានអារម្មណ៍ដូចឆ្ងាយគ្នារាប់ឆ្នាំបាទឲ្យចឹងខ្ញុំទៅរកប្រពន្ធសិនឯងទៅសម្រាប់ចាស់បាទនិយាយចាប់អានត្រាស់ក៏ដើរទៅរករីបេកាដោយមានអារម្មណ៍ល្អរូបភាពដែលឃើញធ្វើឲ្យគេអស់សំណើចពេលឃើញថានាងក្រមុំកំពុងរាប់លុយធ្វើមាត់អេចអូចម្នាក់ឯងនៅលើក្រេដោយទឹកមុខជូរសាច់អីរីបេកាងាកទៅសួរភ្ញាក់ដាក់អានត្រោះត្រឡប់មកវិញដោយមិនប្រាប់ថែមទាំងមិនព្រមគោះទ្វារមុនចូលបន្ទប់ទៀតផងមនុស្សអញ្ចរៈមិនព្រមគោះទ្វារជាមុនបើខ្ញុំស្រាតគិតយ៉ាងម៉េចនាងធ្វើមាត់ស្រួចអាកັບកេយ៉ាងងក់របស់នាងវាគួរឲ្យស្រឡាញ់ណាស់មិនឃើញកាត់អីផងនេះជាបន្ទប់ខាងក្នុងគ្មានអ្នកណាចូលមកទេហើយនាងក៏ជាប្រពន្ធខ្ញុំដែរអែនត្រោះនិយាយដោយមិនញាប់ញ័រខណៈនោះក៏ដោះអាវក្រោះសេនិងអាវសមីបង្ហាញឲ្យឃើញរាងកាយមមួនដែលអាចហៅឈាមបានគ្រប់ពេលវេលាមនុស្សឈួតស្រាប់នៅលើកុកបែបហ្នឹងมันខ្មាស់ជំនាញផ្ទះទេឬយ៉ាងម៉េចរីបេកាអ៊ូទៀនលើកដៃបិទមុខបិទមាត់របស់ខ្លួនពេលឃើញស្វាមីជើងល្អស្រាតនៅលើកុកថៃខ្លាចជា
ប្តីប្រពន្ធនឹងគ្នាហើយចាត់ទុកថាជាមនុស្សតែម្នាក់មិនចឹងម៉ែប្រូនាងជ្រួញច្រមុះដាក់ទៅគេហក់មករកកាន់តែធ្វើឲ្យនាងប្រឹងបិទភ្នែកលោកឯងនេះចូលបន្ទប់ទឹកទៅមនុស្សឆ្លើយនាងក្រមុំស្រែកលោឡាឡើងឈឺកកុំគិតថាធ្លាប់ឡើងក្រែជាមួយគ្នាហើយចង់ធ្វើអីក៏ធ្វើបាននោះទៅងូតទឹកជាមួយគ្នានេះទៅតាមម្ដងមិនអញ្ចឹងមកពីហត់ងូតទឹកឲ្យវាស្រស់ស្រាយអែនត្រោះមិនរងចាំចម្លើយទាញភេយាចុះពីក្រែនាំចូលបន្ទប់ទឹកភ្លាមដៃខ្ញុំអែនត្រោះលែងខ្ញុំលោកឯងនេះសំឡេងស្រែកលោឡារបស់រីបេកាស្ងប់ស្ងាត់ពេលទ្វារបន្ទប់ទឹកត្រូវបិទជំនួសដោយសំឡេងធ្ងន់ធ្ងរតិចៗប៉ុណ្ណោះការងូតទឹកដ៏ស្រាលស្រាមស៊ីពេលជាង1 ម៉ោងកន្លះបន្ទាប់ពីនោះអែនត្រោះក៏បីនាងមកដាក់លើក្រែហើយបើកឆាកស្នេហាមេរៀនទី2ដែលមិនព្រមឲ្យនាងបានសម្រាប់ដកដង្ហើមបានស្រួលតម្រាំរីបេកាភ្ញាក់ពីដេកថ្ងៃក៏រាខ្ពស់ណាស់ទៅហើយនាងល្វើយខ្លាំងណាស់ព្រោះការពីយប់ដេកមិនឆ្អែតថែមទាំងគ្រូក៏មិនអាណិតសិស្សហាត់ការដូចនាងអីបន្តិចរាងកាយមិនតាន់បាត់សង្គាផងនៅត្រូវបន្ថែមការឈឺចាប់មួយទៀតធ្វើឲ្យមានអារម្មណ៍ថាសន្លាក់ឆ្អឹងវាលែងធ្វើការទៅហើយថ្ងៃនេះនាងទៅមើលផ្ទះទេអេកសួរដល់ចិត្តអន្ទះសាធ្វើឲ្យរីបេកាដែលកំពុងតែទទួលទានអាហារពេលព្រឹកសាខឹកនេះចាប់ចិត្តនឹងម៉ាស៊ីនកាត់ស្មៅនៅផ្ទះខ្ញុំឬនាងសួរទាំងអស់សំណើចហើយក៏ឃើញអេកធ្វើមុខអឹមអៀនសុំទៅផាលោកអេកថ្ងៃនេះខ្ញុំល្វើយមែនតើបានទៅជាមួយទេនាងប្រាប់នឹងឃើញអេកធ្វើមុខស្ញូនភ្លាមលោកខឹងឬរីបេកាសួរទាំងខ្វល់ខ្វាយនាងចង់ទៅផ្ទះតែកម្លាំងកំហែងវាមិនដូចចិត្តបើទៅហើយត្រូវឈរលាងចានយូរជើងមុខជាញ័រហើយខ្ចោគោអត់ទេខ្ញុំមិននឹងខឹងអ្នកស្រីទៅអ្នកកំឡោះភ្ញាក់ព្រឹកនិងរហ័សបដិសេធអាចារ្យសំណាងល្អខ្ញុំស្មានថាលោកខឹងតាម្យ៉ាងទៀតកុំហៅខ្ញុំថាអ្នកស្រីវាណែរសើបយ៉ាងម៉េចមិនដឹងទេមិនដឹងថាធ្វើចិត្តឲ្យសាំយ៉ាងម៉េចឋានៈដែរបានទទួលវាលឿនពេកហើយខ្ញុំទៅហ៊ានខឹងអ្នកស្រីណែម្ចាស់ស្រីមិនទាំងបានអេកជ្រើសរើសសពនាមថ្មីឲ្យរីបេកានឹងធ្វើឲ្យនាងពេញចិត្តផងអឹមអៀនផងអាចាំងខ្ញុំញ៉ាំឆ្អែតហើយសុំតែដេកបន្តមុខរបស់នាងឡើងក្រហមមានអារម្មណ៍អឹមអៀនដែលត្រូវនិយាយបែបនេះនាងទៅតែបានចេញពីបន្ទប់ដេកសោះត្រូវចូលទៅវិញទៅហើយបែបនេះអ្នកណាក៏មើលដឹងដែរថាមានអ្វីកើតឡើងទៅបានជានាងហត់នឿយស្ទើរតដាច់ខ្យល់បែបនេះអញ្ជើញអង្គរៈញញឹមដាក់តែជាស្នាមញញឹមសោកសៅខ្លាំងណាស់មួយផ្លែតនោះរីបេកាឬអេចិត្តយ៉ាងខ្លាំងស្អីនេះខ្ញុំខុសដែរឬនាងត្អូញត្អែនៅក្នុងចិត្តហើយក៏មិនគិតនឹងតបតជាមួយគេឲ្យវែងឆ្ងាយទៅមនីចូលបន្ទប់ព្រោះមិនចង់ខ្មាស់ជាងនេះបន្ទាប់ពីនោះអេកក៏មានទឹកមុខសោកសៅយកកាសែតមកអានបន្លប់អារម្មណ៍ចំណែកអ្នកផ្ទះកេស៊ីរ៉ាក៏សើក្អាកក្អាយយករឿងកូនស្រីមកនិយាយពេលណាក៏អស់សំណើចពេលនោះអែនណាដែលជាមេក្រុមអ្នកបម្រើនិងយ៉ាខុបដែលជាមេការនិយាយឲ្យស្ដាប់ក៏កាន់តែសើចហើយអ្នកនាងនេះដូចដើមមិនផ្លាស់ប្ដូរអែនណានិយាយបណ្ដាក្រវីក្បាលបណ្ដាទាំងចរិតផុងផាំងជាងអ្នកនាងរស់ស៊ីតែដល់តែមែនតែនទៅបែរជាប៉ិនអៀនប៉ិនខ្លាចមិនហ៊ានប្រឈមនឹងកំហុសខុសពីអ្នកនាងរស់ស៊ីដែលមើលខ្លាចតែដល់តែមែនតែនទៅបែរជាក្លាហានហ៊ានស៊ូជាងអ្នកនាងធំទៅទៀតមែនហើយយន្តធីសើចក្អាកក្អាយកាលពីម្សិលនាងមិនហ៊ានចូលផ្ទះបាយមកមើលកូនស្រីលាងចានខ្លាចរីបេកាភ័យហើយរត់ទៅវិញទៅត្រូវតែដាំផ្កាឈូកនៅខាងក្រោយនឹកក៏នឹកតែចង់ញាស់កូនស្រីបន្តិចប្រហែលជាមិនអីនោះទេព្រោះស្វាមីក៏យកស្របដែរមិនដឹងថាថ្ងៃនេះកូនមកទៀតឬអត់យន្តហេនិយាយរអ៊ូបន្ទាប់មកក៏និយាយជាមួយគ្រប់គណិតភាពប្រកបបជាហើយគិតយ៉ាងម៉េចទៅបើបេកាមកទៀតយើងត្រូវយកឲ្យធ្វើការទេនឹងហើយយើងធ្វើយ៉ាងម៉េចទៅបើមិនយកអ្នកនាងគិតថាវាប្លែកទេឯណានៅតែសាច់មិនឈប់អ្នកនាងរបស់នាងចំជាមិនដឹងអីសោះថាត្រូវបោកអីចឹងយើងយកទៅចោះតែប្រាប់ថាមិនតាន់មានបន្ទប់ឲ្យដេកឲ្យទៅដេកនៅផ្ទះរបស់គេសិនបែបនឹងល្អទេយន្តហេស៊ូនឹងមើលមុខស្វាមីដោយកែភ្នែកមានពលឺផ្លេកម៉េចក៏អូនចង់ដាញ់កូនឲ្យទៅនៅជាមួយអាកំឡោះនោះម្លេះរ៉ានធ្វើមុខមិនយល់ហើយគេក៏មិនចង់ព្រមទទួលស្គាល់រឿងដារីបេកាទៅនៅជាមួយអានត្រោះដែរស្រឡាញ់គ្នាចូលចិត្តគ្នាមិនថាទេតែនេះវាមិនច្បាស់លាស់ស្អីសោះខាងប្រុសមានគូនដឹងដែរជាទីជាតិម៉ៃណោះហើយបើរឿងវាផ្ទុះនោះមិនខ្លាចជាសង្គ្រាមទៅហើយឬផ្ទះម៉ៃណោះយល់ព្រមឬបើទីយាតស្រីបណ្ដោចិត្តត្រូវគូនដឹងបោកក្បត់ចិត្ត
ប្រហែលជាបានធ្វើសង្គ្រាមជាមួយអ្នកផ្ទះកេស៊ីរ៉ាមិនខានកុំភ្លេចថាអែនត្រោះពេលនេះនៅមានគុណដឹងធ្វើបែបនឹងវាមិនល្អទេយើងកំពុងតែគ្រប់គ្រងឲ្យកូនធ្វើខុសរ៉ានដាស់តឿនភេយាធ្វើយន្តហីដកដង្ហើមធំភ្លេចរឿងដែលធ្វើឲ្យសប្បាយចិត្តមុននេះដោយស្វ័យប្រវត្តិអូនយល់ពីបងហើយក៏យល់ពីកូនដែរប៉ុន្តែរឿងវាប្លែកៗមិនអញ្ចឹងអូនដឹងថាក្រៅពីតាមស៊ើបរឿងរបស់កូនហើយបងក៏តាមស៊ើបរឿងខាងម៉ៃណោះដែរយន្តហីសម្លឹងមើលមុខស្វាមីដើម្បីយកចម្លើយទៅរ៉ានដកដង្ហើមធំដោយការនឿយណាយចិត្តតែក៏ព្រមងក់ក្បាលអូនយល់ត្រូវមែនហើយយ៉ាងម៉េចដែរអូនអាចតាមព័ត៌មានបានខ្លះឬគេប្រាប់ថាអែនត្រោះមិនទៅមករកអ្នកផ្ទះម៉ៃណោះបន្ទាប់ពីភ្ជាប់ពាក្យមើលទៅខាងម៉ៃណោះមិនពេញចិត្តប្រមាណថែមទាំងម៉ូនីកាម្នាក់នោះក៏មិនបានទៅណាមកណាជាមួយដែរមើលទៅបាត់ខ្លួនដែលគ្មានដំណឹងដោយកូនស្រីរបស់ជើងអូនគិតអូនអត់គិតមិនបានថាអីស្វាមីសួរតែការចង់ដឹងអ្វីដែលភេយាកំពុងគិតដោយរឿងដែលគេតាមស៊ើបបានឬអត់គឺដោយថាណែអែនត្រោះនិងម៉ូនីកាម្នាក់នោះភ្ជាប់ពាក្យដើម្បីផលប្រយោជន៍ហើយពីរអ្នកនោះអាចព្រមព្រៀងគ្នារួចហើយមើលទៅអែនត្រោះប្រកបវិជ្ជានឹងកូនយើងណាស់អាចមានហេតុផលអីផ្សេងឬអត់យន្តហីដៃទៅប្រានងក់ក្បាលសរសើរថាភេយារបស់គេឆ្លៀសវៃអ្នកដែលបងឲ្យទៅបង្កប់ខ្លួននៅជាមួយនឹងមនុស្សរបស់អែនត្រាស់ប្រាប់ថាមិត្តភក្តិរបស់អែនត្រាស់ចូលចិត្តម៉ូនីការ៉ានប្រាប់ភេយាទៅយន្តហីទាំងសប្បាយចិត្តទាំងភ្ញាក់ផ្អើលអើយបែបនេះរៀងសប្បាយចិត្តបន្តិចអូនមិនចង់ឲ្យកូនស្រីយើងធ្វើខុសចំពោះមនុស្សស្រីដូចគ្នាវាត្រូវតែបែបនេះហើយនាងថាកាយភ្នែកក៏មានពន្លឺបាត់ stress អស់រលីងមើលទៅជឿជាក់ម្លេះស្វាមីអត់បញ្ឈឺមិនបានមិនដឹងថាហេតុអីបានជាយន្តហីត្រូវចិត្តត្រូវថ្លើមកំឡោះផ្ទះខុសលោះម្លេះបើថាសង្ហាមានក៏មិនគួរណាជាហេតុផលឬព្រោះមានហេតុផលផ្សេងអីយ៉ាម្នាក់នឹងជាមនុស្សដំបូងដែលកូននាំចូលផ្ទះហើយអូនក៏ចូលចិត្តដែរអូនរ៉ាននិយាយដល់ការងងក់ខណៈដែលគ្រប់គ្នាអស់សំណើចផ្ទះយើងខាងមានសម្លេងសើចស្រស់ស្រាយបែបនេះយូរហើយម្យ៉ាងទៀតបេកាក៏ស្រឡាញ់ប្រុសម្នាក់នោះដែរអូនមិនចង់ធ្វើបាបចិត្តកូនទេបន្ទាប់ពីរៀបការជាមួយគេកាលពីជាង30ឆ្នាំមុនរ៉ានក៏សម្រេចចិត្តរើចេញពីផ្ទះរបស់កេស៊ីរ៉ាដើម្បីឲ្យបងប្រុសភ្លោះអូតដែលរៀបការជាមួយលីមករ៉ាន់រស់នៅទីនោះបន្តខ្លួនឯងក៏សាងសង់ផ្ទះនៅមិនឆ្ងាយពីគ្នាប៉ុន្មានទៅពេលនេះផ្ទះធំកេស៊ីរ៉ាមានលោកតារ៉ូតនិងលោកយាយរ៉ាអ៊ីមដែលមានក្រុមគ្រួសាររបស់អូតរស់នៅនោះដែរប្រាប់តាមត្រង់ចិញ្ចឹមអាផាក់3ក្បាលនេះវាមិនតាន់គ្រប់គ្រាន់ពេលចិញ្ចឹមហើយក៏លោភពេលនេះអូនចង់បានចៅសម្ដីរបស់ភេយាធ្វើឲ្យស្វាមីបើកភ្នែកធំសម្លេងសើចស្រស់ស្រាយនោះកាន់តែធ្វើឲ្យធ្លាក់ថ្លើមកុំឲ្យសោះកូនស្រីប៉ាចង់នាំចៅចូលផ្ទះហើយឬនេះគេគិតដល់ចិត្តរន្ធត់នឹងមានឱកាសខ្ពស់ណាស់ថាអាចមានរឿងបែបនោះអែនត្រោះត្រឡប់មកដល់បន្ទប់ឈុតលឿនជាងធម្មតាច្រើនម៉ោងព្រោះគ្មានការងារបន្ទាន់ឬការងារសំខាន់ឲ្យធ្វើទៅឲ្យម៉ាក់ស៊ីននៅមើលការងារបន្តពេលមកដល់ក៏គិតថាអ៊ីគូតែនៅមើលខាងនេះតែបែរជាមិនឃើញអង្គរៈជំនិតពេលសួរកូនចៅផ្សេងទៀតក៏ប្រាប់ថាមិនឃើញដែលការសង្ស័យនឹងបារម្ភទៅគេទូរស័ព្ទទៅរកភ្លាមហើយធូរចិត្តពេលអ៊ីកទទួលទូរស័ព្ទឯណាម៉េចក៏មិននៅបន្ទប់អែនត្រោះស្ដីបន្ទោសព្រោះព្រួយបារម្ភហើយជ្រុលចិញ្ចាមពេលបានឮសំឡេងប្លែកដូចសំឡេងកង្ហាយ៉ាងអីចឹងមនុស្សចំណិតលំដាប់ទី1សែហើយតោកសឹបខ្ញុំមកកាត់ស្មៅនៅផ្ទះអ្នកនាងបេកាកាត់ស្មៅផ្ទះប្រពន្ធខ្ញុំអែនត្រូវទៀតបន្ទាប់ពីបាត់ភ្ញាក់ផ្អើលហើយភាពខ្វះខ្វាយក៏ត្រូវជំនួសដោយកំហឹងធ្វើឲ្យសរសៃឈាមត្រង់សៀតផ្កាលោតឯងទៅធ្វើស្អីនៅទីនោះគឺថាខ្ញុំខ្លាចអ្នកផ្ទះអ្នកស្រីឆ្ងល់ទៅត្រូវមករៀបការប្រាប់ថាអ្នកស្រីមិនសូវស្រួលខ្លួនមកធ្វើការបន្តមិនបានអ៊ីកតោកសឹបព្រោះចាប់សម្លេងខឹងសម្បារបស់ចៅវាយបានហើយឯងក៏ទៅកាត់ស្មៅនៅផ្ទះប្រពន្ធខ្ញុំម៉ាហ្វៀខឹងឡើងមិនដឹងថាខឹងយ៉ាងណាទៅហើយឈាមក្តៅកគុកច្រាលពេញមុខគឺអត់ណែដូចតែប្រាប់ខ្លាចគេឆ្ងល់អង្គរៈតបហើយស្មៅនៅផ្ទះប្រពន្ធខ្ញុំច្រានដល់ម្លឹងឬពេលម្សិលទៅកាត់ម្ដងហើយមិនចាប់និយាយឲ្យអែនត្រាស់ក៏ដកដង្ហើមធំចង់ខឹងព្រោះហេតុផលនោះវាស្ដាប់មិនចូលត្រចៀកតែខឹងទៅក៏បានតែប៉ុណ្ណឹងធ្វើអីជាងនេះមិនបានពេលនេះខ្ញុំមកកាត់ស្មៅនៅក្រៅផ្ទះច្រានតែម្ដងធំល្វឹងល្វើយណាស់ចវាយអើយចវាយចង់ឲ្យខ្ញុំទៅកាត់ស្មៅនៅផ្ទះខុសឡោះទេព្រះអើយមិនបាច់ទេរួចហើយឆាប់ត្រឡប់មកវិញអូយអញចង់ឈួតណាស់អែនត្រាចុចផ្ដាច់ទូរស័ព្ទ
ព្រោះគិតថានិយាយគ្នាទៅក៏ស្ដាប់មិនយល់ដែរកែក្រវីក្បាលដើរចូលបន្ទប់ដេកគិតថានឹងឃើញរីបេកាដេកលក់ដូចរាល់ដងតែបែរជាឃើញនាងអង្គុយលេងហ្គេមក្នុងកុំព្យូទ័រយ៉ាងរីករាយត្រឡប់មកវិញលឿនដែរហើយនាងក្រមុំងាកទៅញញឹមដាក់ហើយងាកមកលេងហ្គេមបន្តអែនត្រាស់មានអារម្មណ៍ថាខឹងដែលត្រូវភេជាមើលរំលងគ្មានប្រជុំនេះដឹងទេថាអ៊ីកបាត់ទៅណាមិននៅខាងក្រៅទេឬនាងសួរហើយក៏បិទហ្គេមកុំព្យូទ័រពេលដែរលេងឆ្លងវគ្គបានមិននៅទេបើទេថាវាទៅណាអ្នកកំឡោះប្រលេះលេវអាតែមួយផ្លេតអស់មួយជួរកំហាមស្រាត់នៅក្នុងបន្ទប់ទៀតនាងចង្អុលហាម5ព្រមទាំងសម្លក់សម្លឹងកេដែលការអឹមអៀនមួយរយៈនេះកេធ្វើខ្លួនស្រួលពេកហើយទោះជាស្វាមីភេយានឹងគ្នាតាមផ្លូវកាយក៏ដោយតែវាក៏ខ្ញុំនឹងខឹងមែនទែនសំឡេងរបស់នាងចាប់ផ្ដើមញ័រព្រោះក្រៅពីអន្តរមិនស្ដាប់ហើយនៅទាញខ្សែក្រវ៉ាត់ចេញពីចង្កេះខោទៀតក៏បានចាំទៅស្រាត់នៅក្នុងបន្ទប់ទឹកប៉ុន្តែមិនចង់ឃើញមែនឬឈួតអ្នកណាគេចង់ឃើញទៅនាងតវ៉ាទាំងមុខក្រហមរអ៊ូរតំពីក្រោយអ្នកដែលដើរចូលបន្ទប់ទឹកអ្វីមិញគេថាម៉េចនាងសម្លឹងមើលទ្វារបន្ទប់ទឹកដែលបានឮសំឡេងសើចនិងសំឡេងច្រៀងល្វើយនៅក្នុងនោះរីបេកាព្យាយាមរកនឹកតែនឹកមិនឃើញទៅតែដេកនៅលើគ្រែរងចាំគេចាញ់មកនិយាយជាមួយមួយរយៈនេះស៊ីដេកនៅតែក្នុងបន្ទប់សិនទៅចោះបើគេចាត់ការរឿងផ្ដាច់ពាក្យពីអ៊ីងហ្វារួចរាល់ពេលណាពេលនោះនាងនឹងបានរួចផុតពីស្រមោលពាក្យថាប្រពន្ធលួចលាក់គិតហើយក៏អត់សពន់ចិត្តមិនបានអារម្មណ៍វាហោះហើរទៅឆ្ងាយដោយមិនដឹងថាអែនត្រាស់ឡើងមកដេកលើគ្រែតាំងពីពេលណាអុយនាវទៀនពេលពូកត្រុតបន្តិចមុខនៅតែក្រហមព្រឹកគេស្លៀកតែខោដេកមួយប៉ុណ្ណោះហើយត្រសល់មកអោបបែបនេះមកនេះលោកសួរអីខ្ញុំចាំមិនបាននាងសួររអ៊ូនឹងព្យាយាមធ្វើខ្លួនឲ្យធម្មតាមិនលោឡាឲ្យគេបង្អាប់អន្តរសាយតែមិនដឹងថាសាយឬយំដែលកូនចាស់របស់គេលះបង់យ៉ាងនេះជួល100ធ្វើ1លានអ្នកជួលចង់ខ្យល់កដើរទៅថាពេលនេះអាម៉ាស៊ីអ៊ីកនៅណាគេដកដង្ហើមធំឲ្យទិញភេជាមកអោបរិទ្ធមួយរយៈនេះគេសម្រាប់ញឹកញាប់បន្ទាប់ពីធ្វើការដូចគ្រឿងចាក់មករហូតគេគិតថាការងារច្រើនក៏បានប្រាក់ច្រើនតែពេលនេះការបាននៅស្ងាត់ជាមួយរីបេកាមានសេចក្តីសុខជាងមើលប្រាក់ដែលដោះដូចផ្សិតក្នុងបញ្ជីគណនេយ្យរបស់ខ្លួនទៅទៀតកំឡុងពេលរងចាំខាអ៊ីលចាត់ការរឿងទាំងអស់គេគិតថាសំងំនៅទីនេះបង្កើតកូនក៏មិនអន់នឹងបានចងរីបេកាឲ្យចាប់ពេលនេះគេដកដង្ហើមធំទៅត្រូវនាងទាញថ្បល់ព្រឹកខ្នាញ់ក៏បានណែគឺពេលនេះកូនចាស់របស់ខ្ញុំមិនដឹងជាចាប់ចិត្តផ្ទះនាងអីណាស់ណាដឹងទេវាមិនបាននៅយាមនាងក្នុងបន្ទប់ទេវាទៅកាត់ស្មៅនៅផ្ទះនាងរីបេកាទៅជាសើចក្អាកក្អាយឡើងចង់គៀងសើចឡើងឈឺថ្បល់អស់ទៅហើយមុខក៏ក្រហមដែរមែនទេមិនបានលេងសើចទេអូយរឿងនេះអ្នកណាគេទៅលេងសើចវាប្រាប់ថាខ្លាចអ្នកផ្ទះនាងសង្ស័យថាមិនបានជានាងមិនទៅសាកល្បងការងារបន្តអូយខ្ញុំចង់ឈួតគិតរឿងនេះហើយក៏អត់សង្ស័យមិនបានការងារអង្គរៈវាគួរធុញដល់ថ្នាក់អ៊ីកត្រូវលួចទៅធ្វើការងារក្រៅម៉ោងដោយការកាត់ស្មៅនៅផ្ទះប្រពន្ធគេឬអែនត្រាស់បានតែក្រវីក្បាលដោយការងឿងឆ្ងល់ការបែបប្រកែមកសើខ្ញុំផាត់ទៅផ្ទះទេមើលទៅដូចជាចាប់ចិត្តនឹងម៉ាស៊ីនកាត់ស្មៅខ្លាំងណាស់រីបេកាសើក្អាកក្អាយជ្រប់មុខនឹងដាំទ្រង់ធំទូលាយស្រូបយកក្លិនខ្លួនដល់ក្រអូបស្រស់ស្រាយរបស់ស្វាមីពេលនឹកឃើញក៏ភ្ញាក់នេះនាងខ្លាចជាមនុស្សស្រីត្រេកកាមតាំងពីពេលណាទៅបានជាធ្វើរកគួរឲ្យស្អប់បែបនេះបើនៅចុងឆ្នាំចាំទិញម៉ាស៊ីនកាត់ស្មៅវាទៅចោះទាំងបែបស្ពេកខ្នងឈោកាត់បាក់ឡានកាត់យកគ្រប់ប្រភេទស្អីនេះទៅកាត់ស្មៅនៅផ្ទះនាងឈួតឬអត់បើមានអ្នកណាមកធ្វើបាបនាងគិតយ៉ាងម៉េចអែនត្រាស់ក្រវីក្បាលទោះដឹងច្បាស់ថាយ៉ាងណាក៏មានអង្គរៈអ្វីដែលល្អច្រើនអ្នកទៀតចាំការពាររីបេកានៅទីនេះតែក៏មិនយល់ពីគំនិតរបស់អ៊ីកដដែលអ៊ីកនេះជាកំពើមនុស្សមែនរីបេកាសើចឡើងឈឺថ្ពាល់ឈឺពោះធ្លាប់ខឹងអ៊ីកច្រើនដងហើយតែចុងក្រោយក៏ចិត្តទន់ដដែលព្រោះតែភាពមកមើលខុសពីបុគ្គលិកលក្ខណៈខាងក្រៅរបស់គេថាទៅឈឺក្បាលនឹងវាដល់ហើយញ៉ាំអីហើយនៅនាងជួលទឹកផ្លែដែលហូរព្រោះតែសើចច្រើនពេកហើយបដូររឿងនិយាយមិនចឹងច្បាស់ជារឿងពោះរាងកាយនៅសង្គាបែបនេះផង
មិនចង់ធ្វើបាបខ្លួនឯងដល់រឿងកំ pl ាញរបស់អ៊ីកទៀតញ៉ាំហើយចុះនាងគេសួរវិញរីបេកាក៏ញញឹមពព្រាយនិងងក់ក្បាលដាក់រីដល់ហើយមិនពេលលោកមកដល់នាងត្រសល់ក្បាលទៅរកកន្លែងកាយដែលស្រួលបំផុតហើយក៏បិទភ្នែកម្ដងទៀតកាលពីយប់ស្ទើរតែមិនបានដេកទៅពេលនេះងងុយនិងល្វើយខ្លាំងមិនយូរប៉ុន្មានក៏លងលក់ដោយមានខ្សែភ្នែករបស់អានត្រាស់មើលដល់ក្តីអាណិតរីបេកាមិនចង់ត្រឡប់ទៅផ្ទះអាចប្រុសរីអេចិត្តចំពោះគ្រប់គ្នាក៏ថាបានទៅនាងខ្លាចការចេញទៅប្រជុំមុខនឹងពិភពខាងក្រៅព្រោះគេមានគូដណ្ដឹងរួចទៅហើយទាំងដែលមកមុនប៉ុន្តែបែរជាមានឋានៈត្រឹមប្រពន្ធលួចលាក់មិនថាអ្នកណាក៏ត្រូវតែឈឺចិត្តដែរកាន់តារីបេកាជាអ្នកនាងដែលមិនធ្លាប់ជួបរឿងបែបនេះផងនាងប្រហែលឈឺខ្លាំងនិងរអៀសចិត្តដល់ថ្នាក់មិនហ៊ានប្រឈមមុខជាមួយអ្នកណាហើយអាចចោលខ្ញុំធ្វើចាំបាច់ឬច្បត់នេះបាម៉ានអេក្បាលនឹងដកដង្ហើមធំព្រោះនិយាយជាមួយអានត្រាស់មិនយល់សោះពេលនេះនៅបាម៉ាលយប់ជ្រៅហើយគេត្រូវឆ្លៀតពេលមកទទួលទូរស័ព្ទហើយជៀសមិនផុតពីរឿងដដែលផ្ដាច់ពាក្យទៅអញត្រាំលេចបានហើយអ្នកដែលដំឡើងសម្លេងដល់ពាក្យក្រោតក្រៀតមុនគឺអានត្រាស់ព្រោះមិនចង់ឃើញរីបេកាខូចចិត្តទៀតផ្ដាច់ពាក្យឈប់សិននេះថាម៉េចខែអ៊ីលសួរឲ្យបានលឺសម្លេងដោះសាររបស់មិត្តភក្តិស្រីមិននោះប្រាប់ថាខ្ញុំជាគូដណ្ដឹងរបស់នាងមែនទេខែអ៊ីលតបព្រោះតែបែបនេះហើយទៅគេរារែកមិនដឹងថាធ្វើយ៉ាងណាស្ដាប់ទៅសម្ដីរបស់អ៊ីងហ្វាក៏មានហេតុផលធ្វើឲ្យរសាប់រសល់ខ្វល់ខ្វាយប្រាប់ឲ្យតាថានាងនោះចេះតែដើរលៀបពោថាជាគូដណ្ដឹងរបស់ខ្ញុំពេលនេះប្រពន្ធខ្ញុំខូចចិត្តណាស់ចង់ត្រឡប់ទៅផ្ទះក៏មិនហ៊ានត្រូវនាងនោះចេះថាជាប្រពន្ធលួចលាក់ទៀតរឿងនេះគេមិនបានកុហកមានពីការប្រាប់អ្នកដទៃថាជាប្រពន្ធលួចលាក់ទាំងនារីបេកាដេកលើក្រែរបស់គេហើយគេនឹងអ៊ីងហ្វាក៏ដឹងច្បាស់ដែរថាមិនត្រូវជាស្អីនឹងគ្នាតាំងពីដំបូងម្លេះហើយមកវាប្រហារផ្លូវចិត្តរបស់រីបេកាធ្វើអីដល់ថ្នាក់នឹងផងប្រពន្ធខ្ញុំយំរាល់ថ្ងៃងងក់យកច្រឡំថាខ្ញុំនឹងអ៊ីងហ្វាមានស្អីគ្នា stress វ៉ៃហើយមិនក៏ឯងមិនអធិប្បាយឲ្យប្រពន្ធស្ដាប់ថាវាមិនមែនបែបហ្នឹងលោកអើយបើវាធ្វើបានងាយៗបែបហ្នឹងរឿងវាចាប់យូរហើយសាក់មានអ្នកណាមកប្រាប់ប្រពន្ធឯងថាឯងមានស្រីផ្សេងចាំបាច់នាងបានត្រឹមតែជាប្រពន្ធលួចលាក់ណាគេទៅពឹងទ្រូងបានទៅអានត្រាស់ឲ្យហេតុផលដូច្នេះហើយទៅខាអ៊ីលយល់ព្រោះរាប់អានគ្នាយូរអានត្រាស់មិនធ្លាប់ខ្វះរឿងស្រីហើយក៏មិនធ្លាប់កុហករឿងបែបនេះដែរធៀបនឹងមនុស្សស្រីដែលទៅតែបានជួបមុខគ្នាគេសុកចិត្តជឿមិត្តភក្តិជាងជឿអ៊ីងហ្វាហើយធ្វើយ៉ាងម៉េចទៅខាអ៊ីលសំយោបល់ព្រោះគេក៏មិនធ្លាប់ជួបរឿងបែបនេះដែរទៅមិនដឹងថាចាត់ការយ៉ាងណាឲ្យជជៀនមកហើយអីចេះជួយស្អីខ្ញុំបន្តិចខ្ញុំមិនធ្លាប់សុំស្អីពីឯងទេឯងជួយធ្វើយ៉ាងណាក៏បានឲ្យមានព័ត៌មានឯងបណ្ដាអ៊ីងហ្វាចេញក្រៅបន្តិចទៅទឹកឲ្យមានរូបថតត្រូវបង្ហោះឲ្យខ្ញុំនឹងបានយករឿងនេះទៅប្រាប់ប្រពន្ធខ្ញុំនឹងឈប់យំអានត្រាស់ដាក់ផែនការបានល្អហើយគេក៏មិនបានកុហកដែរពេលនេះរីបេកានៅតែយំទោះជាការយំនៅលើក្រែក៏ដោយបើមានព័ត៌មានគេនឹងបានយកព័ត៌មាននោះទៅនិយាយជាមួយនៅផ្ទះម៉ៃណោះដាក់ផែនការជាមួយខាអ៊ីលប្រាប់ថាគ្រប់យ៉ាងដែលកើតឡើងព្រោះអ៊ីងហ្វាឆ្លាញ់គ្នាជាមួយរាជបុត្របាម៉ាល់តែមិនហ៊ានប្រាប់ការពិតទៅគេលូកដៃមកជួយតែវាខកបន្តិចត្រង់ខ្លួនឯងនឹងឲ្យខ្លាចជាគូដណ្ដឹងរបស់អ៊ីងហ្វាបែបនឹងគេនឹងបានផ្ដាច់ពាក្យឲ្យខាងម៉ៃណោះនឹងមិនខឹងសបាឃើញទេប្រាប់ឲ្យថាគ្រប់យ៉ាងវារលូនចង់ឲ្យចឹងឬច្បាស់ហើយខាអ៊ីលសួរម្ដងទៀតតបភ្នែកកំត្រាក់ច្រើនដងមិនដឹងថាមានប្រផ្នូលល្អឬប្រផ្នូលអាក្រក់ឯងជួយខ្ញុំបន្តិចមិនបានឬយល់ដល់មិត្តភក្តិផងក៏បានចាំចាត់ការឲ្យរាជបុត្ររូបសង្ហាដកដង្ហើមធំរឿងនេះស្មុគស្មាញជាងការគិតទៅទៀតពេលនិយាយចាប់ឲ្យអានត្រាស់ក៏សប្បាយចិត្តខាអ៊ីលទទួលពាក្យហើយក៏ជឿជាក់បានថាគ្រប់យ៉ាងត្រូវតែរលូនគ្មានអ្វីរាំងស្ទះពេលនេះអ្វីដែលត្រូវធ្វើគឺរកចាយឲ្យក្មេកពេលមានកូនជាមួយរីបេកាហើយគឺគ្មានអ្វីឲ្យបារម្ភទៀតនោះទេបារម្ភតែអ៊ីកដែលធ្វើឲ្យខូចរឿងនឹងឯងមិនដឹងថាថ្មនេះកំពុងធ្វើអីកាត់ស្មៅនៅផ្ទះកេស៊ីរ៉ាអស់ពីដីហើយឬនៅក៏មិនដឹងអើយខ្វល់ចិត្តមែនខណៈនោះអ៊ីកក៏មានសេចក្តីសុខនៅផ្ទះរបស់រីបេកាគេសប្បាយនឹងការកាត់ស្មៅនិងយកដើមឈើដាក់ផើងខ្លាំងណាស់ការមុនមិនធ្លាប់ចាប់អារម្មណ៍រឿងអស់នេះជីវិតកន្លងមកចូលតែកន្លែងហាត់ប្រាណនិងសាលាបង្រៀនបង្វឹកទាហានតាំងពីតូចពេលបានជួបនឹងអានត្រាស់ក៏ធ្វើការការពារចវាយនេះជាលើកដំបូងដែលបានសាឡបងធ្វើអ្វីថ្មីដែលវាមិនមែនជារឿងប្លែកអីសម្រាប់អ្នកដទៃតែសម្រាប់គេវាជាអ្វីដែលប្លែកថ្មីនិងគួរឲ្យរំភើបណាស់ណែទឹកអរគុណច្រើនចាមិនអីទេហើយយកទៅឲ្យអ្នកដទៃផងមានម្ហូបច្រើនមុខណាស់បានអរគុណស្នាមញញឹមរបស់អ៊ីកក៏រលាយបាត់ពេលមកដល់បន្ទប់ឈុតរបស់ចវាយនៅក្នុងដៃរបស់គេមានរបស់សំពីសំពងទាំងនោះជាចំណីអាហារដែលអាណាផ្ញើមកឲ្យ
មួយចំណែកឲ្យរីបេកាមួយចំណែកឲ្យគេនិងអ្នកឯទៀតសប្បាយណាស់មែនទេអែនត្រូវដាក់ឯកសារចុះហើយមើលមុខអង្គរៈដែលកាំងមិនពេញចិត្តតែក៏ត្រូវដកដង្ហើមធំធ្វើចិត្តខឹងមិនកើតខ្ញុំសុំទោសខ្ញុំគ្រាន់តែខ្លាចអ្នកផ្ទះគេស៊ីរ៉ាសង្ស័យប៉ុណ្ណោះអ៊ីកតបដល់សំឡេងខ្សឹបខ្សឹបទើបអែនត្រោះក្រវីដៃជាការប្រាប់ថាមិនចាំបាច់និយាយអីទេហើយស្អីនោះច្រាំម្លេះអ៊ីកបដូរទឹកមុខលឿនដោយព្យុះម្ចាស់ស្រីញ៉ាំអាហារពេលល្ងាចហើយនៅជួនអីមកផ្ទះគេស៊ីរ៉ាឲ្យមកហូបមកច្រើនណាស់ប្រាប់ថាធ្វើឲ្យចង់ឲ្យភ្លក់មិនដឹងថាបេកានៅផ្ទះឬអត់ពេលនេះគួរតែភ្ញាក់ហើយទៅហៅសិនពួកអញរៀបចំមកហើយទៅនិយាយចាប់អែនត្រោះក៏ដើរសម្ដៅបន្ទប់ដេកដើម្បីទៅមើលថាភរិយាក្រៅពីដេកហើយនៅដោយអែនត្រោះគិតមិនខុសពេលបានញ៉ាំអាហារថ្វីដៃមេផ្ទះរបស់ខ្លួនរីបេកាក៏ស្រក់ទឹកភ្នែកតក់ចាំបានថានេះជាថ្វីដៃរបស់អ្នកណាហើយសុទ្ធតែជារបស់ដែលនាងចូលចិត្តមកទៅអាណាឆ្លៃម្ចាស់ស្រីណាសួររករហូតថាហេតុអីបានជាម្ចាស់ស្រីមិនទៅថ្ងៃនេះអ៊ីកប្រាប់ទៅកាន់តែធ្វើទឹកភ្នែករបស់នាងហូរធ្វើអែនត្រាស់ខ្ជិលទៀងក្រដាស់ជូតទឹកភ្នែកឲ្យទៅហើយបានហើយញ៉ាំបាយទៅកុំយំអែនត្រាស់ប្រាប់ឃើញហើយក៏កាន់តែអាណិតចិត្តវិញហោះហើរទៅបាម៉ាទៅហើយចង់បង្កប់ឲ្យខាអេលចាត់ការរឿងទាំងអស់ពេលណាដែលគេមានសេរីភាពពេលនោះនឹងបានបណ្ដើររីបេកាដោយបាក់ចំហចង់រៀបការដោយមិនចាំបាច់បិទបាំងអ្នកណាទៀតចង់ទៅផ្ទះហើយឲ្យចង់ស្អែកទៅជាមួយគ្នាអ៊ីប្រាប់ដល់ទឹកមន្តទេសាតែត្រូវអែនត្រាស់ក៏ហឹមភ្លាមហាមទៅប្រពន្ធខ្ញុំមិនស្រួលខ្លួនឯងក៏ហាមទៅកាប់ស្មៅនៅផ្ទះនោះទៀតដែរអែនត្រាស់ប្រាប់ដល់ទឹកមុខខឹងនេះគេឲ្យប្រាក់ខែអ៊ីកតិចពេកឬទៅមនុស្សពូកែចាប់ចិត្តនឹងការកាត់ស្មៅធ្វើជាអ្នកថែសួនបែបនេះបាទអ៊ីកតបដល់សម្លេងខ្សឹបទឹកមុខក៏ស្រពោនមើលឲ្យអែនត្រាស់ក៏ក្រវីក្បាលសង្ស័យថាមិនយូរទេអង្គរៈម្នាក់នេះអាចនឹងលាឈប់ពីការងារហើយទៅធ្វើអ្នកថែសួននៅកន្លែងណាមួយតែខ្ញុំចង់ទៅផ្ទះសម្លេងសតុនរបស់រីបេកាបន្លឺឡើងតែក៏ត្រូវស្ងប់ស្ងាត់ពេលស្វាមីសម្លឹងមុខមិនទៅក៏បាននាងនិយាយដល់ការងងឹតហើយជួយទឹកភ្នែកព្រមទាំងទទួលទានបន្តមិនដឹងថានឹកផ្ទះខ្លាំងពេកឬអត់ទៅអាហារថ្ងៃនេះវាឆ្ងាញ់ជាងធម្មតាឆ្ងាញ់ណាស់កំពុងចាត់ចាប់បានប្រិមជាទីស្រឡាញ់រងចាំតែស្ដាប់ភាពបន្តនៅវេលាក្រោយទៀតបាយបាយ